ក្តៅក្រៀមក្រោះតិចហើយបងប្អូនបាទរដូវប្រាំងនេះក្រៀមក្រោះបន្តិចដោយសារមួយយ៉ាងស្បៃខាងលើបងប្អូនអស់ស្បៃខាងលើផងនោះសត្វតែខ្សែកាបដែលយើងប្រក់ស្បៃណាបងប្អូននោះបាទនោះខ្សែកាបឥឡូវឬស្បៃចាញ់គ្រងប្រក់ថ្មីចឹងទៅក៏រៀងក្រៀមក្រោះបន្តិចហើយឆ្លៀតមកដាក់ទឹកវាកណ្ដាលថ្ងៃត្រង់តែម្ដងបងប្អូនបាទម៉ោង1បាទម៉ោង1ម៉ោង2ហើយនេះវារៀងជ្រេបន្តិចប៉ុន្តែនៅតែក្តៅខ្លាំងខែនេះអាកាសធាតុក្តៅអត់ទៅអំណោយផលដល់ប្រវាញ់ទេបងប្អូនបាទចឹងទៅបងប្អូនឃើញស្លឹកនេះឡើងសពូនអញ្ចឹងបងប្អូនត្រូវដាក់ទឹកនៅពេលក្តៅខ្លាំងហ្នឹងហើយខាងលើត្រូវប្រក់ស្បៃវិញបាទអញ្ចឹងខ្ញុំនៅប្រក់ស្បៃវិញបាទនៅរៀបចំប្រក់ស្បៃវាវិញបាទមិនអញ្ចឹងទេហ្នឹងគឺប្រវាញ់របស់យើងនឹងសពូនអស់ហើយបាទនៅស្រពូនអស់ហើយបាទទឹកហ្នឹងក៏ត្រូវការប្រចាំមួយលុបក៏ត្រូវការច្រើនបាទសម្រាប់ប្រវាញ់បាទបាទនេះជាទស្សនវិជ្ជាសួនប្រវាញ់របស់ខ្ញុំបាទបាទអរគុណបងប្អូនមានអ្វីចូលរួមជាមួយនឹងការដាំដុះក្រវាញអាចសរសេរបានខាងក្រោមបាទជួបគ្នានៅពេលក្រោយទៀតបាទ